រឿងព្រាយជព្រៃប្រហាព្រះសង្ឃសូមចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណក្នុងសាច់រឿងមួយនេះខ្ញុំបាននឹងលើកយកតំបន់ព្រៃខ្មោចមួយកន្លែងទីនោះគឺជាទីតំបន់ដ៏ស្ងប់ស្ងាត់អ្នកភូមិធ្វើដំណើរចូលទៅក្នុងនោះគ្រាន់តែយកខ្មោចទៅបោះចោលតែប៉ុណ្ណោះមិនដែលមានអ្នកណាម្នាក់ហ៊ានធ្វើដំណើរចូលទៅតំបន់នោះនាពេលយប់ងងឹតនោះឡើយអ្នកដែលហ៊ានធ្វើដំណើរចូលទៅក្នុងតំបន់ព្រៃមិញនោះគឺមានតែគ្រូធ្មប់គ្រូខ្មោចឬក៏ព្រះសង្ឃធុដងតែប៉ុណ្ណោះក៏ប៉ុន្តែម្ដងម្កាលក៏មានពួកព្រានព្រៃធ្វើដំណើរចូលទៅក្នុងតំបន់នោះផងដែរហេតុផលដែលព្រះសង្ឃធុដងនិមន្តចូលទៅក្នុងតំបន់ព្រៃខ្មោចគឺព្រះអង្គចង់បានភាពស្ងប់ស្ងាត់ហើយនឹងព្រះអង្គចង់ដឹងប្រតិយរបស់ព្រះអង្គតើញាប់ញ័រជាមួយនឹងភាពភ័យខ្លាចនៃការលងបន្លាចរបស់ពពួកខ្មោចព្រាយបិសាចនេះឬអត់លោកតាគង់គឺជាព្រះសង្ឃវ័យចំណាស់មួយអង្គបច្ចុប្បន្នព្រះអង្គមានប្រជញ្ញជាង60ព្រះវស្សាទៅហើយតែព្រះអង្គនៅតែនិមន្តចូលទៅក្នុងព្រៃខ្មោចនោះដើម្បីធ្វើសមណធម៌តើមានឆ្ងល់ដែរឬទេតើព្រះអង្គនិមន្តចូលទៅក្នុងព្រៃខ្មោចដោយរបៀបណាទៅបើសិនជាព្រះអង្គមានប្រជញ្ញច្រើនសម្បីតែនិមន្តនៅក្បែរវត្តក៏មានសភាពលំបាកទៅហើយនោះហេតុផលគឺមានតែម្យ៉ាងប៉ុណ្ណោះគឺលោកតាគង់ព្រះអង្គសូត្របាលីមន្តអាគមបំព្រួញដីឲ្យទីព្រៃខ្មោចមកនៅជិតនឹងភូមិរបស់ព្រះអង្គបន្ទាប់ពីនោះព្រះអង្គក៏និមន្តមកបិណ្ឌបាតនៅក្នុងភូមិបានដូចជាធម្មតាដោយសារតែបាលីមន្តអាគមនេះហើយទើបធ្វើឲ្យលោកតាគង់អាចនិមន្តទៅក្នុងព្រៃនិងនិមន្តពីក្នុងព្រៃមកចូលក្នុងភូមិវិញដោយមានភាពងាយស្រួលនៅក្នុងថ្ងៃមួយព្រះអង្គបាននិមន្តចូលទៅក្នុងព្រៃខ្មោចដ៏សែនជ្រៅមួយកន្លែងពេលដែលធ្វើដំណើរទៅដល់ព្រះអង្គបានរៀបចំបរិក្ខាររបស់ព្រះអង្គទុកនៅក្រោមដើមឈើធំមួយបន្ទាប់ពីនោះព្រះអង្គបានរៀបចំបោសសម្អាតទីកន្លែងដើម្បីកុំឲ្យមានសត្វតូចៗនៅក្រោមដើមឈើទីកន្លែងរបស់ព្រះអង្គគង់បន្ទាប់ពីនោះទៅព្រះអង្គបានគង់ពែនប្រភ្នែនសមាធិនៅក្រោមដើមឈើមួយនោះមួយសន្ទុះក្រោយមកព្រះអង្គក៏បានលើសម្រាប់ជើងមួយបានធ្វើដំណើរសម្ដៅមករកព្រះអង្គខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះអង្គហេតុអ្វីក៏ព្រះអង្គនិមន្តចូលមកក្នុងតំបន់ព្រៃនេះបានព្រះអង្គមានប្រជញ្ញច្រើនហើយពេលនោះលោកតាគង់ក៏បើកព្រះនេត្រឡើងហើយព្រះអង្គក៏មានសង្ឃដីកាតបទៅព្រានព្រៃថាចម្រើនពរញោមគឺជាធម្មតានោះទេហើយញោមទៅប្រមាញ់សត្វមែនឬទេព្រានព្រៃក៏បាននិយាយទៅកាន់ព្រះសង្ឃថាកណាព្រះអង្គបើកណាមិនប្រមាញ់សត្វនោះទេកណាគ្មានប្រាក់កម្រៃសម្រាប់ទិញអង្ករចិញ្ចឹមជីវិតនោះឡើយនឹងហើយញោមទោះជាអ្នកប្រមាញ់ក៏ដោយតែសូមញោមត្រូវតែមានចិត្តមេត្តាទៅដល់សត្វតូចតាចកុំសម្លាប់គ្នាអីពេលនោះព្រានព្រៃក៏ក្រាបថ្វាយបង្គំហើយនិយាយឡើងថាកណាព្រះអង្គខ្ញុំកណានឹងធ្វើតាមសង្ឃដីការបស់ព្រះអង្គបន្ទាប់ពីនោះព្រានព្រៃក៏បានធ្វើដំណើរចេញពីទីនោះបាត់ទៅចំណែកព្រះសង្ឃធុដងព្រះអង្គបានគង់នៅក្រោមដើមឈើនោះរហូតដល់ពេលយប់រាត្រីដ៏ស្ងប់ស្ងាត់ឮតែសំឡេងខ្យល់បក់បន្តិចមកប៉ះជាមួយនឹងស្លឹកឈើងាប់ឲ្យរសាត់រមៀលតិចនៅក្បែរព្រះសត្តារបស់ព្រះអង្គចំណែកឯសំឡេងវោស័តក៏បានស្ងាត់ស្ងៀមតែបានទៅឮសំឡេងតែពពួកមៀមពពួកខ្លែងស្រាបានស្រែកចែកចចាចនៅលើដើមឈើធំនៅក្បែរទីនោះដល់ពេលយប់បន្តិចភ្លើងជាច្រើនក៏ចាប់ដើមហោះអណ្ដែតត្រសែតឡើងពីពេញព្រៃនោះតែម្ដងភ្លើងនោះគ្មានភ្លើងអ្វីក្រៅពីភ្លើងរបស់ពពួកខ្មោចព្រាយបិសាចនោះឡើយនេះជាការធម្មតារបស់ពួកវាតែប៉ុណ្ណោះដូចជាយើងបានដឹងស្រាប់ហើយនៅក្នុងតំបន់ព្រៃដូចនេះតើមានអ្នកណាហ៊ានមកធ្វើអ្វីនៅក្នុងទីនេះទៅគឺមានតែភ្លើងរបស់ពពួកវិញ្ញាណខ្មោចព្រាយបិសាចនេះទេដែលមាននៅក្នុងតំបន់ព្រៃខ្មោចមួយសន្ទុះក្រោយមកសម្រាប់ជើងបានដើរមកពីចម្ងាយខណៈពេលនោះ
ព្រះសង្ឃទូតដងព្រះអង្គក៏បានបើកព្រះនេត្រឡើងតាចាស់ម្នាក់ក៏បាននិយាយទៅកាន់ព្រះសង្ឃថាខ្ញុំកណាសូមក្រាបថ្វាយបង្គំតើព្រះសង្ឃនិមន្តចូលមកក្នុងព្រៃនេះបានប៉ុន្មានថ្ងៃដែរហើយព្រះអង្គលោកឪគង់ក៏មានសង្ឃការថាចម្រើនពរញោមអាត្មាទើបតែនិមន្តចូលមកក្នុងថ្ងៃនេះតែប៉ុណ្ណោះតើញោមធ្វើដំណើរទៅណាដែរបានជាមានស្ពាយរបស់របរជាច្រើនជាប់ខ្លួនដូច្នេះតាចាស់ក៏បាននិយាយទៅកាន់ព្រះសង្ឃថាកណាព្រះអង្គខ្ញុំកណាគឺជាគ្រូមន្តអាគមខ្ញុំកណាបានធ្វើដំណើរចូលមកក្នុងព្រៃនេះដើម្បីសាកអាគមរបស់ខ្ញុំកណាព្រះសង្ឃក៏មានសង្ឃដីកាទៅកាន់គ្រូខ្មោចនោះថាណាញោមធ្វើយ៉ាងណាក៏ដោយសូមញោមកុំធ្វើបាបទៅដល់ពួកវិញ្ញាណខ្មោចនេះអីព្រោះគ្នាមិនដឹងអីនោះទេតែគ្រូខ្មោចក៏បាននិយាយមកកាន់ព្រះសង្ឃថាអត់ទេព្រះអង្គខ្ញុំកណាគ្មានគោលបំណងមកធ្វើបាបពួកវានោះទេខ្ញុំកណាគ្រាន់តែចង់មកសាកបាលីមន្តអាគមដែលខ្ញុំកណាបានហាត់រៀនហើយតើវាពូកែស័ក្តិសិទ្ធិដែរទេបន្ទាប់ពីនោះគ្រូខ្មោចម្នាក់នោះក៏បានក្រាបថ្វាយបង្គំលាព្រះសង្ឃទូតដងហើយគាត់ក៏បានដើរចេញពីទីនោះទៅចំណែកឯលោកតាទូតដងនៅគង់ក្នុងឆ័ត្ររបស់ព្រះអង្គរហូតដល់ពេលយប់ជ្រៅព្រះតីព្រះអង្គកំពុងតែស្ងប់ស្ងាត់ដោយបានបណ្ដែតព្រះអារម្មណ៍ទៅតាមខ្សែសំឡេងនៃស្លឹកឈើបក់តិចតិចនៅលើដើមឈើសំឡេងខ្យល់បក់រំភើយក៏ចាប់ផ្ដើមបក់មកនៅពេលយប់ដូចជាយើងបានដឹងហើយនៅក្នុងតំបន់ព្រៃខ្មោចឲ្យតែពេលយប់មិនតនោះទេប្រកាសជាមានភាពត្រជាក់បក់មករំភើយហើយដោយសារតែតំបន់នោះសម្បូរទៅដោយវិញ្ញាណខ្មោចគឺជាពពួកធាតុត្រជាក់នៅក្នុងព្រៃពេលដែលព្រះអង្គកំពុងតែគង់បានមួយសន្ទុះខណៈពេលនោះព្រះអង្គក៏បានឮសម្រែកមួយស្រែកឲ្យជួយថាព្រះអង្គជួយខ្ញុំកណាផងព្រះអង្គជួយខ្ញុំកណាផងព្រះសង្ឃទូតដងបានបើកព្រះនេត្រឡើងស្រាប់តែបានឃើញព្រានព្រៃដែលមកក្រាបថ្វាយបង្គំព្រះអង្គពីព្រឹកនោះគេកំពុងតែត្រូវការជំនួយព្រានព្រៃក៏រត់សម្ដៅមករកព្រះសង្ឃទូតដងខណៈពេលនោះព្រះអង្គក៏ចាប់ផ្ដើមបរិកម្មគាថាអាគមរបស់ព្រះសង្ឃក៏បានបន្សាត់បន្សាយជុំវិញបរិវេណនេះធ្វើឲ្យវិញ្ញាណខ្មោចព្រាយបិសាចមិនអាចរត់ចូលមកបាននោះទេខណៈពេលនោះព្រះសង្ឃក៏បានហៅព្រានព្រៃនោះឲ្យមកអង្គុយនៅក្បែរព្រះកាយព្រះអង្គព្រានព្រៃមានភ្នែកសក្រឡេកក្រឡាប់រាងកាយញ័រចម្ប្រប់ប្រហែលជាគាត់បានជួបប្រទះនឹងអ្វីមួយគួរឲ្យភ័យខ្លាចហើយតាមពិតទៅព្រានព្រៃនេះមិនមែនជាអ្នកមិនចេះមន្តអាគមនោះទេក៏ប៉ុន្តែដោយសារតែតំបន់នេះខ្មោចព្រាយក៏ច្រើនហើយសត្វកាចជាពិសេសពពួកព្រៃខ្លះនិងពពួកព្រៃជ្រូកព្រៃវាមានអានុភាពណាស់ចំពោះព្រៃត្រជាក់ដូច្នេះព្រះសង្ឃទូតដងក៏មានសង្ឃដីកាសួរទៅព្រានព្រៃថាណាយោមតើញោមកំពុងតែរត់គេចអ្វីទៅព្រានព្រៃក៏បានតបថាក្រាបថ្វាយបង្គំព្រះអង្គខ្ញុំបានឃើញព្រីជ្រូកព្រៃមួយក្បាលវាមានមាឌធំខ្លាំងណាស់វាបានដេញតាមសម្លាប់ខ្ញុំកណាព្រះអង្គព្រះសង្ឃទូតដងព្រះអង្គបានគង់សញ្ជប់សញ្ជឹងមួយផ្លែតហើយព្រះអង្គក៏មានសង្ឃដីកាតបថានឹងហើយញោមមិនអីទេញោមអង្គុយនៅទីនេះទៅចាំអាត្មានឹងជួយបីបាច់ថែរក្សាញោមឲ្យបន្ទាប់ពីនោះព្រះសង្ឃទូតដងបានឲ្យព្រានព្រៃទៅបង្កាត់ភ្លើងនៅខាងមុខមើលទៅព្រះសង្ឃប្រហែលជាមានគោលបំណងអ្វីផ្សេងហើយព្រានព្រៃបាននិយាយទៅកាន់ព្រះសង្ឃថាព្រះអង្គតើបង្កាត់ភ្លើងធ្វើអ្វីបើសិនជាយើងបង្កាត់ភ្លើងព្រៃជ្រូកនោះវាប្រកាសជាមើលឃើញយើងហើយព្រះសង្ឃទូតដងក៏បានឆ្លើយតបថាមិនអីទេញោមបង្កាត់ភ្លើងតាមអាត្មាប្រាប់ទៅក្រោយមកព្រានព្រៃក៏ចាប់ផ្ដើមបង្កាត់ភ្លើងខ្លាយទៅជាគំនរភ្លុកភ្លើងមួយដ៏ធំភ្លើងក៏ចាប់ផ្ដើមឆេះសន្ធោសន្ធៅឡើងចំណែកឯព្រៃជ្រូកព្រៃវាក៏ចាប់ផ្ដើមធ្វើដំណើរមកទីនេះព្រៃជ្រូកមានភ្នែកពណ៌ក្រហមខ្នាយរបស់វាចេញមកសងខាងវែងស្រួចវាក៏រត់សម្ដៅមករកទីកន្លែងដែលព្រះសង្ឃទូតដងនិងព្រានព្រៃកំពុងតែអង្គុយគ្រាន់តែវារត់មកភ្លាមព្រះសង្ឃទូតដងក៏ចាប់ផ្ដើមសូត្រមន្តអាគមឡើងភ្លើងដែលស្ថិតនៅពីខាងមុខរបស់ព្រះអង្គ
បានឆេះពតជារំពងការពារទីកន្លែងនេះប្រហែលជា4ម៉ាត4ជ្រុងចំណែកអាចជ្រូកព្រៃវាខំហក់ស្ទុះដើម្បីចូលមកចិត្តដែរតែវាមិនអាចចូលមកបាននោះទេដោយសារតែបល័យមន្តអាគមព្រះសង្ឃធូដងខ្លាំងពូកែហួសពេកទើបធ្វើឲ្យជ្រូកព្រៃមួយក្បាលនេះវាមិនអាចទម្លុះអាគមនោះចូលមកបានជ្រូកព្រៃព្យាយាមអស់មួយសន្ទុះធំក៏ប៉ុន្តែវានៅតែមិនអាចធ្វើដំណើរចូលមកក្នុងតំបន់នេះបានលុះយប់បន្តិចវាក៏បានរត់ចេញពីទីនេះបាត់ទៅព្រានព្រៃក្រោយពីឃើញអានុភាពរបស់ព្រះសង្ឃធូដងហើយគេក៏បាននិយាយថាក្រាបថ្វាយបង្គំព្រះអង្គមានអាគមគាថាខ្លាំងដូច្នេះទេតើទើបព្រះអង្គហ៊ានមកគង់នៅក្នុងតំបន់ព្រៃមួយនេះខ្ញុំព្រះករុណាសូមកោតសរសើរទៅដល់ព្រះអង្គណាលោកតាធូដងក៏បានតបទៅព្រានថាណាញោមមន្តអាគមទាំងអស់នេះវាមិនមែនជាមេគាដើម្បីឈ្មោះទៅរកសេចក្តីស្ងប់នោះទេក៏ប៉ុន្តែអាត្មាបានចេះមន្តអាគមនេះតាំងពីអាត្មានៅជាគរាវាពីមុនអាត្មាក៏ជាគ្រូមន្តអាគមដែលជួយមនុស្សផងដែរក៏ប៉ុន្តែដោយសារតែអាត្មាពេញចិត្តនឹងប្រភ្នោះទើបអាត្មាចូលមកបួសធ្វើជាព្រះសង្ឃអស់រយៈពេលជាង20វស្សាមកនេះចំណែកមន្តអាគមនេះអាត្មាក៏តែងតែរំលឹកខ្លះដែរទុកគ្រាន់ពេលដែលធ្វើដំណើរចូលមកក្នុងព្រៃគ្រាន់ការពារជាមួយនឹងសត្វកាយសាហាវព្រានព្រៃនៅមានអារម្មណ៍ភ័យតក់ស្លុតគាត់មិនបានសម្រាកទេនៅក្នុងយប់នោះលុះមួយសន្ទុះក្រោយមកសំឡេងមួយទៀតក៏ចាប់ផ្ដើមកាត់ឡើងព្រះអង្គជួយខ្ញុំកណាផងព្រះអង្គអើយជួយខ្ញុំកណាផងពេលនោះព្រានព្រៃក៏បើកភ្នែកធំហើយសម្លឹងទៅតាចាស់នោះតាមពិតទៅតាចាស់ម្នាក់នេះគាត់ជាគ្រូខ្មោចដែលបានមកសាកអាគមនៅក្នុងព្រៃមួយនេះព្រះសង្ឃធូដងព្រះអង្គក៏ចាប់ផ្ដើមនិមន្តតិចដើម្បីទៅជួយសង្គ្រោះទៅដល់តាចាស់ចំណែកឯព្រានព្រៃនៅស្ទាក់ស្ទើរដោយគេបានសង្ស័យថាតាចាស់នេះប្រកាសជាមិនមែនមនុស្សនោះទេប្រហែលជាពពួកជ្រូកព្រៃប្រែក្រឡាមកខ្លាចជាតាចាស់នេះហើយព្រានព្រៃបានខាត់ទៅដល់ព្រះសង្ឃធូដងដែរក៏ប៉ុន្តែព្រះអង្គនៅតែនិមន្តសម្ដៅទៅរកតាចាស់នៅក្នុងពេលនោះព្រានព្រៃបានយឹតស្នាមមួយទំហឹងតម្រង់ទៅរកតាចាស់មួយនោះចំណែកឯព្រះសង្ឃធូដងក៏បានខាត់ទៅព្រានព្រៃថាណាញោមទោះជាយ៉ាងណាទោះគេមិនមែនជាមនុស្សក៏ដោយគេក៏ជាសត្វមានជីវិតដែរសូមញោមទុកអាវុធចុះសិនទៅពេលនោះព្រានព្រៃក៏បានទុកអាវុធរបស់គាត់ចុះមកវិញព្រះសង្ឃធូដងរវល់តែនិយាយជាមួយព្រានតាចាស់ម្នាក់នោះក៏បានបើកភ្នែកធំហើយញញឹមឡើងចង្កូមដ៏មុតស្រួចក៏បានធ្លាយចេញមកពីមាត់របស់គាត់តាចាស់ក៏ប្រែក្លាយទៅជាព្រៃជ្រូកព្រៃមួយក្បាលដែលមានមាឌធំសម្បើមជ្រូកព្រៃបានស្ទុះមកបោបំបុកព្រះសង្ឃធូដងឲ្យដួលនៅក្បែរនោះចំណែកឯព្រានព្រៃក៏ដកកាំបិតពីចង្កេះរបស់គាត់ស្ទុះចូលទៅទប់ទល់ជាមួយនឹងព្រៃជ្រូកព្រៃដែរក៏ប៉ុន្តែមន្តអាគមរបស់ព្រានមិនមែនជាដៃគូរបស់ព្រៃដ៏កំណាចនេះឡើយដោយសារតែព្រៃជ្រូកព្រៃប្រភេទនេះវាមានអានុភាពខ្លាំងពូកែខ្លាំងណាស់ពេលនោះព្រៃជ្រូកព្រៃក៏បានស្ទុះទៅវាយប្រហារចំពោះព្រះសង្ឃធូដងដូចជាយើងបានដឹងស្រាប់ហើយថាពពួកព្រៃខ្លាឬក៏ព្រៃជ្រូកព្រៃបើសិនជាវាអាចបានស៊ីសាច់ទៅលើអ្នកចេះមន្តអាគមចេះបាលីគាថានោះវិញ្ញាណព្រៃរបស់វាក៏កាន់តែមានអានុភាពខ្លាំងពូកែផងដែរខណៈពេលនោះស្រាប់តែមានតាចាស់ម្នាក់ទៀតធ្វើដំណើរចេញមកតាចាស់នោះគឺជាគ្រូខ្មោចពិតប្រាកដហើយគ្រូខ្មោចក៏ចាប់ផ្ដើមបរិកម្មដាក់ទៅចូលកំបិតអដ្ឋានរបស់គាត់គប់សម្ដៅមករកជ្រូកព្រៃជ្រូកព្រៃក្រោយពីត្រូវមួយកំបិតវាក៏ចាប់ផ្ដើមស្ទុះមនីឡើងបន្ទាប់ពីនោះព្រៃជ្រូកព្រៃក៏បានប្រែក្លាយទៅជាបិសាចមួយក្បាលបិសាចមានចង្កូមស្រួចមានភ្នែកធំហើយវាក៏ធ្វើដំណើរសម្ដៅទៅរកគ្រូខ្មោចតែម្ដងគ្រូខ្មោចក៏បាននិយាយឡើងថាណៃអាព្រាជ្រូកចង់សាកអាគមជាមួយនឹងអញផងហ៎គ្រូអាគមបានលែងសត្វខ្លាអាគមមួយក្បាលដើម្បីឲ្យទៅប្រយុទ្ធជាមួយនឹងសត្វជ្រូកនោះមួយសន្ទុះក្រោយមកសត្វជ្រូកក៏បានប្រហារទៅលើសត្វខ្លានោះឲ្យខ្ទេចទីនិងរលាយបាត់ចេញពីទីនោះទៅ
ឃើញទស្សនភាពមួយនោះគ្រូអាគមក៏មានអារម្មណ៍ភ្ញាក់ផ្អើលដែរព្រោះថាគាត់មិនដាល់ជួបជាមួយនឹងព្រាយជ្រូកព្រៃណាដែលមានអនុភាពដូចនេះនោះទេខណៈពេលនោះគ្រូអាគមបានដកកំបិតស្ទុះចូលទៅប្រយុទ្ធជាមួយនឹងព្រាយជ្រូកព្រៃក៏ប៉ុន្តែមើលទៅមិនមែនជាដៃគូរបស់វាឡើយព្រាយជ្រូកបំរុងនឹងសម្លាប់គ្រូមុនអាគមទៅហើយព្រះសង្ឃធុដងក៏ចាប់ផ្ដើមសូត្រមន្តគាថារបស់ព្រះអង្គកើតឡើងសារថ្មីពន្លឺពណ៌ខៀវៗក៏បានទៅចងរឹតទៅលើសត្វជ្រូកមួយក្បាលនោះហាក់ដូចជាខ្សែដែលកំពុងតែរឹតពាក់កណ្ដាលខ្លួនរបស់វាអញ្ចឹងព្រាយជ្រូកចាប់ផ្ដើមប្រកាច់ប្រកិនស្រែកទាំងជាសម្លេងមនុស្សទាំងជាសម្លេងជ្រូកដោយឃើញអាកាសល្អព្រានព្រៃព្រមទាំងគ្រូមុនអាគមក៏បានដកកំបិតចូលទៅចាក់សម្លាប់ព្រាយជ្រូកព្រៃមួយក្បាលនោះតែម្ដងព្រះសង្ឃធុដងព្រះអង្គក៏បានខាត់ទៅដល់អ្នកទាំងពីរដែរក៏ប៉ុន្តែអ្នកទាំងពីរនោះមិនស្ដាប់សម្ដីរបស់ព្រះអង្គនោះទេដោយសារតែឃើញសភាពការមិនស្រួលព្រាយជ្រូកព្រៃមានអានុភាពខ្លាំងពេកទើបគាត់សម្រេចចិត្តសម្លាប់ជ្រូកព្រៃនោះចោលតែម្ដងមួយសន្ទុះក្រោយមកព្រាយជ្រូកក្រោយពីត្រូវកំបិតអាឋានវាក៏បានអស់ជីវិតនៅក្នុងពេលនោះតែម្ដងទៅព្រះសង្ឃធុដងព្រះអង្គក៏មានព្រះទ័យអាណិតទៅដល់ជ្រូកមួយក្បាលនោះផងដែរក៏ប៉ុន្តែមិនដឹងជាធ្វើយ៉ាងម៉េចនោះទេដោយសារតែសត្វជ្រូកនេះជាអ្នកមកវាយប្រហារទៅដល់ពួកព្រានព្រៃព្រមទាំងគ្រូមុនអាគមមុនក្រោយមកគ្រូមុនអាគមនិងព្រានព្រៃក៏បាននៅទីនោះជាមួយនឹងព្រះសង្ឃរហូតទល់ភ្លឺលុះថ្ងៃស្អែកឡើងព្រះសង្ឃធុដងក៏បាននិមន្តចូលមកក្នុងភូមិជាធម្មតាចំណែកឯព្រានព្រៃក៏បន្តទៅប្រមាញ់សត្វទៀតរីឯគ្រូខ្មោចមិនបានត្រឡប់មកផ្ទះនោះទេគឺគាត់បាននៅសាកបលែងមុនអាគមរបស់គាត់នៅក្នុងព្រៃនោះបន្តអស់រយៈពេលជាង1សប្តាហ៍ទៀតហើយសាច់រឿងមួយនេះខ្ញុំបាទក៏សូមបញ្ចប់ទៅទល់នេះផងដែរសូមអរគុណចំពោះការគាំទ្ររបស់បងប្អូនហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងដែលខ្ញុំនិយាយទៅមានពាក្យពេចន៍សម្ដីណាមិនសមរម្យនោះក៏សូមអធិស្ឋានចំពោះខ្ញុំផងបាទសូមអរគុណ